ពេលដែលឈឺកាពះអ្វីដែលយើងគួរធ្វើមុនដំបូងគេគឺមិនត្រូវញ៉ាំគ្រឿងកំប៉ុងជាដាច់ខាតគ្រឿងកំប៉ុងខ្លះគ្រាន់តែញ៉ាំចូលភ្លាមគឺដឹងផ្លែតចាប់ផ្ដើមក្តៅចុងដង្ហើមណែនដើមទ្រូងជប់ឡើងពេលចូលគេងពោះចាប់ផ្ដើមគោពីព្រោះក្តៅចេញពីក្នុងពោះហើយគេងមិនដែលស្កប់ទេហើយនៅពេលដែលយើងដឹងថាខ្លួនយើងឈឺកាពះហើយយើងគួរតែតមអាហារខ្លះៗដូចជាបុកល្ហុងជាពិសេសមីហើយនិងអាហារផ្អាប់ជូរហឹរមួយចំនួនហើយយើងខ្លួនឯងហ្នឹងគឺយើងត្រូវព្យាយាមញ៉ាំទឹកឲ្យគ្រប់គ្រាន់ញ៉ាំបាយឲ្យទៀងពេលហើយមិនត្រូវញ៉ាំថ្នាំគ្រាប់ច្រើនពេកទេជាពិសេសពពួកថ្នាំសាសវាអាចជួយឲ្យយើងធូរស្បើយបានមួយរយៈពេលមែនប៉ុន្តែវាក៏មានផលប៉ះពាល់ច្រើនផងដែរនៅពេលដែលយើងចូលគេងកុំគេងផ្អៀងមកផ្នែកខាងស្ដាំត្រូវព្យាយាមគេងផ្អៀងមកផ្នែកខាងឆ្វេងពីព្រោះការគេងបែបហ្នឹងគឺវាធ្វើឲ្យជាតិអាស៊ីតនៅក្នុងកាពះរបស់យើងហ្នឹងគឺមិនច្រាលឡើងមកលើបាទនេះគឺជាវិធីសាស្ត្រងាយៗសម្រាប់អ្នកមានបញ្ហាកាពះពោះវៀនស្រាលអាចធ្វើតាមវិធីសាស្ត្របែបនេះគឺប្រើពេលតែខ្ទង់2អាទិត្យទេគឺនឹងដឹងផលហើយ